for ថ្មីនឹងតម្លាក់នៅលើ PUBG យើងក្នុងពេលឆាប់ៗបងប្អូនទាំងអស់គ្នាហើយនេះគឺជារូបរាងនៃការតម្លាក់ for ថ្មីរបស់យើងហើយក៏បងប្អូនយើងតែងតែសួរថាបងមិនកាលមករយៈមុនគឺ for ចេញច្រើនមែនតើគឺជាធម្មតា2ទៅ3ខែឬក៏1 season គឺចេញមកម្ដងហើយចន្លោះយ៉ាងយូរហ្នឹងគឺ2 season ប៉ុន្តែលើកនេះហាក់បីដូចជាបាត់យូរខ្លាំងមែនតើហើយបងប្អូនយើងទាំងអស់គ្នាសុទ្ធតែដឹងហើយបងប្អូនទាំងអស់គ្នាដែលលេងនិយមលេង M4 គឺស្រឡាញ់ចូលចិត្តប្រើមែនតើហើយដល់ពេលខានចេញ skin យូរបងប្អូនក៏ភ្ញាក់ផ្អើលដែរថាអូប្រហែលជា PUBG អត់ចង់ដាក់ M4 skin ច្រើនអីហើយការពិតទៅមិនអញ្ចឹងទេបងប្អូនមិនគេអត់ចង់ចេញទេប៉ុន្តែរាល់ការ set up របស់ system PUBG និង event គឺគេមាន set up ទៅលើឆ្នាំរបស់គេបងប្អូនទាំងអស់គ្នាបានន័យថាគម្រោងក្នុងឆ្នាំ2026 27 28ខាងមុខហ្នឹងគេមានអីខ្លះ master plan ណាបងប្អូនទាំងអស់គ្នាអញ្ចឹងគេចេញតាម schedule ដែលគេបានកំណត់ទុកមិនមែនបានន័យថាគេនឹកឃើញដាក់ទេអញ្ចឹងហើយក្នុងឆ្នាំ2025របស់យើងនេះគឺបងប្អូនឃើញស្រាប់ហើយគឺការចេញ skin គឺគេក៏ចេញតាម schedule របស់គេដែលបានកំណត់ហើយអញ្ចឹងបងប្អូនទាំងអស់គ្នាមកឆ្ងល់ថាមូលហេតុអីបានគេអត់ដាក់ហើយមានការ request ស្នើសុំឲ្យដាក់តែអត់មានឃើញដាក់មកការប៉ັດទាំងអស់ហ្នឹងគឺជាការកំណត់ហើយពេលខ្លះទៅជាធម្មតាវាអាចគេកំណត់មួយឆ្នាំម្ដងឬមួយក៏រយៈពេល6ខែហើយហ្គេមខ្លះក៏គេអាចកំណត់រយៈពេល3ខែឬក៏គេហៅថាមួយ semester អញ្ចឹងណាហើយក៏យើងអាចដឹងដែរថាគេចេញអីខ្លះនោះតែគេអ្នក design ផ្ទាល់ហើយសម្រាប់ M4 ថ្មីនេះនឹងធ្វើការទម្លាក់មកបងប្អូនទាំងអស់គ្នាចេញមកជាមួយនឹងអាវ Ultimate បងប្អូនទាំងអស់គ្នាអាវ Ultimate ដែលបងប្អូនបានពាក់ជារឿយៗអាអាវពណ៌មាសបងប្អូនហៅអាវពណ៌មាសហ្នឹងណាចឹងហើយវានឹងចេញមកជាមួយគ្នាហើយបើកមកមួយដូចជា3 stone ទេបងប្អូនទាំងអស់គ្នា M4 ឥឡូវមិនពិបាកទេក៏ភ្លើងម៉ៃតិចឥឡូវបច្ចុប្បន្នមួយ 3 stone នឹងឯងវាអត់មានឆ្ងាយអីពីនឹងទេតែអ្វីដែលអស់ច្រើនគឺយើង upgrade ចឹងវីដេអូមួយនេះគឺមកពំនាំព័ត៌មានប៉ុណ្ណឹងជូនបងប្អូនហើយក៏អធិស្ឋានមែនតើមិនសូវជាបានចេញព័ត៌មានទៅដល់ផ្ដល់ពីដំណឹង PUBG អីទេឲ្យបងប្អូនទៅមករយៈក្រោយនេះខ្ញុំក៏សួរចិត្តវិញប្រទេសជាតិយើងអាចនឹងបច្ចុប្បន្នអាចសុកសានមួយផ្នែកមួយរយៈពេលបងប្អូនតែយើងមិនដឹងថាពេលណាគេនឹងឈានពៀនយើងឬមួយយ៉ាងម៉េចទេពួកយើងត្រូវតែធៀមខ្លួនធៀមចិត្តធៀមកាយហើយក៏អរគុណទាំងអស់គ្នាជូនពរទាំងអស់គ្នាសំណាងល្អបើចូលចិត្តកុំភ្លេច like share ម្នាក់មួយ